សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះមកមានមុខម្ហូបថ្មីប្លែកយកមកឲ្យបងប្អូនមើលទៀតហើយថ្ងៃនេះយើងមកធ្វើបកាក្រៀមបំពងញ៉ាំជាមួយនឹងទឹកកាពិហើយគឺថារសជាតិឆ្ងាញ់ខ្លាំងមែនតើហើយពេលយើងញ៉ាំណាគេអត់ចោលទេស្លឹកកាភ្លូយើងយកមកផ្ទាប់មានគ្រប់មុខអញ្ចឹងណាអ្នកបងប្អូនពេលរៀបញ៉ាំយើងរើស្លឹករៀងធ្វើតិចមកហើយយើងបត់វាអញ្ចឹងមកនេះឃើញអត់ហើយយើងចាប់ដើមចាប់មកបកាអូតំណងខ្លាំងមែនតើស្ដែកដីហើយបកាក្រៀមខ្ទឹមក្រហមហ្នឹងយើងដាក់មកម្ទេសអូបងប្អូនមួយម៉ាត់ចឹងមកគឺថាឆ្ងាញ់ខ្លាំងហ្មងនេះហើយក្រូចឆ្មាយើងញ៉ាំទាំងសបកលាយអញ្ចឹងមកដើម្បីវាមានរសជាតិជូរជូរហើយនេះយើងដួសទឹកកាពិរបស់យើងយកមកដាក់មកបងប្អូនហើយគឺថាតំណងខ្លាំងមែនតើនេះរសជាតិទឹកកាពិរបស់យើងប្រៃផ្អែមឆ្ងាញ់មែនតើពេលយើងយកមកញ៉ាំជាមួយនឹងបកាបំពងអញ្ចឹងណាបងថ្ងៃនេះយើងមកធ្វើបកាបំពងជាមួយនឹងទឹកជ្រលក់ទឹកកាពិនេះយើងមានបកាមានគ្រឿងផ្សំច្រើនមុខមែនតើមានគ្រឿងសម្រាប់ផ្ទាប់និងគ្រឿងសម្រាប់យើងយកមកធ្វើទឹកកាពិបងប្អូនឥឡូវយើងចាប់ដើមធ្វើទឹកកាពិមុនណាអញ្ចឹងឥឡូវយើងមានស្ករក្រហមហើយយើងកូរស្ករក្រហមឲ្យបានឈ្ងុយសិនណានេះថ្ងៃនេះមុខម្ហូបថ្ងៃនេះដឹងតែប្លែកឆ្ងាញ់ទៀតទេណាបងប្អូនអញ្ចឹងឥឡូវយើងត្រូវដាក់ស្ករក្រហមជាមួយនឹងទឹកចូលបន្តិចហើយយើងកូរវាឲ្យឡើងខាប់សិនណានេះបន្ទាប់ពីយើងកូរទឹកស្ករឡើងខាប់ហើយក្លិនឡើងឈ្ងុយហើយអញ្ចឹងឥឡូវយើងដាក់កាពិចូលនេះបងប្អូនកាពិចូលចិត្តប៉ុណ្ណាដាក់ប៉ុណ្ណឹងណាបន្ទាប់មកទៀតនេះយើងដាក់ម្ទេសម៉ត់ចូលទៀតដើម្បីឲ្យវាមានរសជាតិរៀងហឹលហឹលហើយយើងកូរកាពិឲ្យឡើងឈ្ងុយសិននេះបន្ទាប់ពីយើងកូរកាពិឡើងឈ្ងុយនេះឃើញអត់ឈ្ងុយមកអញ្ចឹងហើយយើងដាក់បកាក្រៀមដែលយើងបានបុកហើយនឹងចូលបន្ទាប់មកទៀតស្ដែកដីលីងហើយយើងបុកវាកុំឲ្យម៉ត់ពេកដាក់ចូលដែរហើយយើងកូរវាឲ្យសព្វបិទហ្គាសមកនិយាយទៅទឹកជ្រលក់របស់យើងនេះយើងអត់ធ្វើរាវណាយើងធ្វើវារៀងខាប់បានឆ្ងាញ់នេះឥឡូវទឹកជ្រលក់របស់យើងរួចរាល់ហើយនេះបន្ទាប់ពីទឹកជ្រលក់យើងធ្វើរួចហើយឥឡូវយើងមកចាប់ដើមស្រុះបកាដើម្បីយកទៅធ្វើបំពងម្ដងអញ្ចឹងឥឡូវជាដំបូងយើងត្រូវដាក់បកាជាមួយនឹងទឹកក្តៅហើយយើងស្រុះវាឲ្យឆ្អិនសិនណានេះយើងស្រុះជាមួយនឹងទឹកក្តៅអញ្ចឹងមកឥឡូវបការបស់យើងឆ្អិនហើយណានេះមើលឡើងក្រហមល្អមែនតើអញ្ចឹងឥឡូវយើងស្រង់វាឲ្យស្រស់ទឹកមកនេះបន្ទាប់ពីយើងស្រង់វាបានស្រស់ទឹកល្អហើយអញ្ចឹងឥឡូវយើងចាក់ចូលត្បាល់មកហើយយើងបុកសាច់បការបស់យើងឲ្យម៉ត់ទៀតណានេះយើងបុកវាអញ្ចឹងមកឥឡូវសាច់បការបស់យើងបានបុករួចហើយអញ្ចឹងឥឡូវយើងចាប់វាដាក់ចានមកនេះយើងបុកឲ្យវារៀងម៉ត់សាច់បកាអញ្ចឹងណាហើយយើងទៅសោះវាទៀតបន្ទាប់ពីយើងទៅសោះសាច់បកាឲ្យឡើងសព្វអញ្ចឹងហើយយើងដាក់ប្រេងឆាចូលបន្តិចហើយយើងច្របល់វាឲ្យសព្វមួយសាច់បកាទៀតបន្ទាប់ពីច្របល់សព្វជាមួយសាច់បកាអញ្ចឹងរួចរាល់អស់ហើយនេះយើងប្រើកាតិកនំប៉័ងអញ្ចឹងសាច់បកាយើងប៉ុណ្ណឹងយើងប្រើកាតិកនំប៉័ងហ្នឹងផាកប្រហែលនឹងសាច់បការបស់យើងហើយយើងយកវាមកច្របល់ឲ្យសព្វនិយាយទៅឲ្យវាកាតិកនំប៉័ងជាមួយនឹងសាច់បកាហ្នឹងឲ្យវាទៅសោះចូលគ្នាកុំឲ្យវាដុំណាឥឡូវប្រេងរបស់យើងបានក្តៅហើយណាអញ្ចឹងឥឡូវយើងដាក់សាច់បកាហើយនឹងកាតិកនំប៉័ងដែលយើងបានច្របល់ចូលគ្នានឹងមិញចូលហើយយើងបំពងវាឲ្យក្រៀមល្អនេះឥឡូវនេះបកាបំពងរបស់យើងគឺថាបានរួចរាល់ហើយគឺថាក្លិនឡើងឈ្ងុយយើងបំពងវាឲ្យឡើងក្រៀមអញ្ចឹងពេលញ៉ាំទៅគឺស្រួយហ្មងនេះអូយក្លិនឈ្ងុយមកហ្មងបន្ទាប់មកទៀតយើងត្រូវយកមកដាក់នៅក្នុងថាសរបស់យើងមកនេះបងប្អូនគ្រឿងឡើងសពមុខហើយបងប្អូនកុំភ្លេចធ្វើអានឹងញ៉ាំគឺគេអត់ចោលទេស្លឹកកាភ្លូយើងយកមកផ្ទាប់មានតាំងពីស្ដែកដីខ្ទឹមក្រហមម្ទេសបកាក្រៀមខ្ទឹមសអូយនេះបងប្អូនក្រូចឆ្មាអីយើងចិត្តយើងញ៉ាំទាំងសបកចឹងឆ្ងាញ់ហើយណែមើលទឹកកាពិរបស់យើងគឺថាតំណយឆ្ងាញ់ហើយខាប់ល្អណានេះឃើញអត់នេះឥឡូវរួចរាល់អស់ហើយបងប្អូនគឺថាតំណងខ្លាំងមែនតើអញ្ចឹងឥឡូវរបៀបញ៉ាំយើងមានស្លឹកកាភ្លូចឹងមកហើយយើងខ្ចប់វាមកនេះបកាក្រៀមដែលយើងបានបំពងហើយហ្នឹងតំណងខ្លាំងមែនតើនេះហើយប៊ីសណ្ដែកដីខ្ទឹមក្រហមម្ទេសអីហ្នឹងយើងដាក់មកចូលចិត្តអីដាក់ហ្នឹងមកបងប្អូនហើយម្ទេសអូយកុំចោលឲ្យសោះមកគ្របមួយម៉ាត់ឆ្ងាញ់ខ្លាំងហើយអ្វីធ្វើឲ្យរសជាតិឆ្ងាញ់ណានេះកុំភ្លេចឲ្យសោះក្រូចឆ្មាអូតំណងខ្លាំងហើយនេះយើងដាក់ទឹកកាពិដែលយើងបានកូរហើយមុននឹងឃើញអត់ឡើងខាប់ល្អមែនតើនេះដាក់មកអូបងប្អូនគឺថាមើលទៅតំណងឆ្ងាញ់ប្លែកហ្មង